Chòm riếp xưa bông phong cậu ma tành kia ngày nên như ban chung kia tiệt hơi ta bông phong sau sạp bài chi tế nhóm có sau sạp bài chi đai ngày nên như riêng pí pre bần tu trong môn như riêng pre bần tu dân tre a đi thản sân bè đà ơi số mấy con nâng mất thẹo con đáp pre bần tu dân chân tục đạc nông pre niêm pre chế sủ kri amen bần tóc bây giờ đi thản ơi sắp cao cho lắm đã bay sao xa sẽ cao chỉ mũi kiaបន្ទូព្រះអង្គជួយដំរងជីវិតឲ្យដាប់លើពិតតាមទ្រង់សូមចូលរួមរៀបពីបន្ទូព្រះសូមចូលរួមយើងនឹងដឹងថាទ្រង់ស្រឡាញ់យើង Come on យើងសែនសប្បាយចិត្តទាំងអស់គ្នាតើយើងទៅយ៉ាចង់ធ្វើតាមលោកហើយរហូតចាំថ្ងៃនេះគឺចង់រួមក្នុងក្តីបរិសុទ្ធព្រះអង្គចាស់អើយទោះបីរំកោចសោយតែចង់ធ្វើតាមត្រង់នោះបរិសុទ្ធដូចព្រះក្រុមអន្តទាំងចលនាក្នុងរូបកាយនៃខ្ញុំគឺចង់រស់នៅតាមដូចជាព្រះអង្គគឺចង់រស់ក្នុងភាពបរិសុទ្ធទោះបីមានសេចក្តីល្បួងលោកខ្ញុំមិនចង់ធ្វើតាមលោកទេរហូតចាំថ្ងៃនេះគឺចង់រស់ក្នុងក្តីបរិសុទ្ធបាទបងប្អូនទាំងអស់គ្នាដល់ពេលវេលាដែលយើងត្រូវរំលឹកនៅខគម្ពីរចងចាំរបស់យើងកាលពីសប្តាហ៍មុនហើយតើបងប្អូនចងចាំអំពីខគម្ពីររបស់យើងកាលពីសប្តាហ៍មុនទេហ្នឹងហើយគឺនៅក្នុងបទគម្ពីររ៉ូមជំពូក1ខ17ឥឡូវនេះសូមអានជាមួយលោកគ្រូតោះ1 2 3មនុស្សសុចរិតនឹងរស់នៅដោយអាងសេចក្តីជំនឿហ្នឹងហើយអញ្ចឹងនៅក្នុងខពីនេះគឺល្អមែនទែនសម្រាប់យើងនៅពេលដែលយើងរស់នៅណានឹងបងប្អូនអរគ្នាអញ្ចឹងនៅទីនេះគេថាមនុស្សសុចរិតនឹងរស់នៅដោយអាងសេចក្តីជំនឿអញ្ចឹងតើយើងពិតជាមនុស្សសុចរិតអត់មិនមែនទេនៅពេលដែលយើងកើតមក
គឺយើងបានស្ពាយនៅអំពើបាបជាប់មកជាមួយគ្នាគ្រប់គ្នាទាំងអស់សុទ្ធតែមានអំពើបាបប៉ុន្តែធ្វើម៉េចដើម្បីយើងអាចមានសេចក្តីសុចរិតនៅក្នុងជីវិតដ៏ត្រឹមត្រូវបាននៅខាងក្រោមដាក់ថាដោយអាងសេចក្តីជំនឿដោយអាងសេចក្តីជំនឿនឹងគឺពឹងផ្អែកទៅលើការជឿទៅលើព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យព្រះអង្គបានសម្អាតអំពើបាបរបស់យើងដើម្បីយើងបានរាប់ជាមនុស្សដែលសុចរិតហើយកាលណាយើងចង់រស់នៅបែបសុចរិតនឹងជារៀងរហូតគឺត្រូវអាងទៅលើសេចក្តីជំនឿគឺមានន័យថាយើងត្រូវជឿព្រះអង្គល្អរស់នៅដោយមានសេចក្តីជំនឿជឿលើព្រះយេស៊ូវគ្រីស្ទបង្ហាញទីបន្ទាល់ល្អទៅកាន់អ្នកដទៃនោះយើងនឹងរស់នៅជាមនុស្សសុចរិតដ៏ត្រឹមត្រូវហើយអញ្ចឹងសម្រាប់បងអូនណាដែលអត់ទាន់បានទទួលជឿព្រះអង្គគឺយើងរស់នៅក្នុងជីវិតមួយដែលពេញដោយអំពើបាបតើធ្វើម៉េចដើម្បីយើងអាចរួចពីអំពើបាបតើតែបានទទួលជឿព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះនៅក្នុងជីវិតរបស់យើងហើយសម្រាប់បងអូនណាដែលអត់ទាន់បានសម្រាប់បងអូនណាដែលទទួលបានសេចក្តីសង្គ្រោះហើយអញ្ចឹងនៅក្នុងបទគម្ពីរនេះបានបញ្ជាក់ប្រាប់ហើយថាបងអូនត្រូវរស់នៅដោយពឹងអាងសេចក្តីជំនឿរហូតមានន័យថាជឿព្រះអង្គរហូតនោះជីវិតរបស់យើងនឹងសុចរិតនឹងត្រឹមត្រូវហើយព្រោះកាលណាយើងទុកចិត្តហើយនឹងជឿព្រះអង្គរហូតយើងលែងប្រព្រឹត្តនៅអំពើបាបទៀតហើយអញ្ចឹងតើយើងចង់រស់នៅជាមនុស្សសុចរិតអត់បើសិនជាចង់សូមសូត្រនៅខគម្ពីរជាមួយលោកគ្រូតោះ1 2 3ព្រះគម្ពីររ៉ូមជំពូក1ខ17មនុស្សសុចរិតនឹងរស់នៅដោយអាងសេចក្តីជំនឿបងប្អូនតើខ្លាចជាមនុស្សសុចរិតនៅបើសិនជាខ្លាចហើយយើងត្រូវអរគុណព្រះជាម្ចាស់ហើយថាតើនៅក្នុងមេរៀនរបស់យើងនៅថ្ងៃនេះតើយើងត្រូវរស់នៅបែបណាដើម្បីយើងអាចខ្លាចជាមនុស្សសុចរិតហើយអាងទៅលើសេចក្តីជំនឿរបស់យើងយ៉ាងដូចម្តេចអូខេប៉ុន្តែមុនពេលដែលយើងចាប់ផ្ដើមរៀនជាមួយគ្នាលោកគ្រូចោទបងប្អូនទាំងអស់គ្នាបានមើលអំពីមេរៀនរបស់យើងកាលពីសប្តាហ៍មុនដើម្បីយើងអាចដឹងមែនទេហ្នឹងហើយឥឡូវនេះយើងអាចមើលជាមួយនឹងគ្នានៅរូបភាពរបស់យើងកាលពីសប្តាហ៍មុនអូខេនៅក្នុងនឹងដែលយើងបានបង្ហាញថាសេចក្តីសង្គ្រោះគឺប្រៀបបីដូចជាអីគេហ្នឹងហើយគឺប្រៀបបីដូចជាការប្រៀបធៀបមួយអញ្ចឹងដែលយើងនៅក្នុងរូបភាពនេះបានបញ្ជាក់ថាឧទាហរណ៍ថាគេចង់ប្រៀបធៀបអំពីសត្វឆ្កែអញ្ចឹងគេបានប្រៀបធៀបថាវាមានរូបរាងដូចជាឆ្មាប៉ុន្តែវាព្រុសបោះអីចឹងទៅហ្នឹងហើយឬក៏គេចង់បង្ហាញពីភេសជ្ជៈ Coca-Cola អញ្ចឹងគេនិយាយអំពី Pepsi អញ្ចឹងណាហ្នឹងហើយលឿនដូចជាគ្រាប់កំភ្លើងអីចឹងទៅអញ្ចឹងលឿនអញ្ចឹងពាក្យបាល់ស្រួចអញ្ចឹងដូចមិនដេចអីចឹងណាអូខេហើយនឹងសេចក្តីសង្គ្រោះប្រៀបបីដូចជាការផ្ទេរគណនេយ្យអ្នកបង្កើតគណនេយ្យមានគណនេយ្យរបស់ប្អូនគណនេយ្យរបស់ព្រះយេស៊ូវគ្រីស្ទហ្នឹងហើយអញ្ចឹងក្នុងគណនេយ្យរបស់យើងពេញដោយអំពើបាបដូច្នេះគណនេយ្យរបស់ព្រះយេស៊ូវគ្រីស្ទគឺជាគណនេយ្យនៃសេចក្តីស្រឡាញ់អញ្ចឹងព្រះអង្គបានផ្ទេរនៅសេចក្តីស្រឡាញ់មកកាន់យើងដើម្បីយើងលែងមានអំពើបាបទៀតហ្នឹងហើយអញ្ចឹងការផ្ទេរយ៉ាងដូចម្តេចនៅក្នុងតួអង្គនៃព្រះគម្ពីរបានបង្ហាញពីតួអង្គជាច្រើនដែលបង្ហាញពីការដែលផ្ទេរនៅអ្វីដែលជាអំពើបាបរបស់ខ្លួនឯងទៅកាន់ព្រះជាម្ចាស់អូខេសេចក្តីសង្គ្រោះគឺប្រៀបបីដូចជាការសម្រេចចិត្តនៅក្នុងសាលាការដែលបង្ហាញអំពីបុគ្គលពីរនាក់ម្នាក់គឺជាជនជាប់ចោទហើយម្នាក់ទៀតគឺជាចៅក្រមហ្នឹងហើយពីព្រោះពីរនាក់ហ្នឹងគឺជាមិត្តភក្តិនឹងគ្នាប៉ុន្តែស្រាប់តែឃើញគ្នានៅក្នុងហ្នឹងអញ្ចឹងទីបំផុតជនជាប់ចោទហ្នឹងក៏សារភាពថាគាត់បានធ្វើខុសហើយអញ្ចឹងតឡាការហ្នឹងដែលជាមិត្តភក្តិក៏កាត់ក្តីឲ្យគាត់ជាប់ទោសហ្នឹងហើយតែគាត់អត់មានលុយក្នុងការដែលសងដល់គេទេអញ្ចឹងតឡាការហ្នឹងក៏សម្រេចចិត្តទោះបីជាគាត់បានកាត់ឲ្យគេជាប់ទោសក៏ដោយគឺគាត់សុខចិត្តប្រើលុយរបស់ខ្លួនឯងដើម្បីនឹងទៅជួយមិត្តភក្តិរបស់គាត់ចេញសងដើម្បីមិត្តភក្តិរបស់គាត់បានរួចពីទោសហ្នឹងហើយ
ចឹងយើងបានមើលបានឃើញបានស្គាល់អស់ហើយណាហ្នឹងហើយអញ្ចឹងនៅសប្តាហ៍នេះយើងនឹងរៀនយ៉ាងដូចម្ដេចអូខេឥឡូវសូមតាមដានជាមួយលោកគ្រូតោះអូខេនៅបង្ហាញអំពីគេថាការធ្វើខុសតែរួចខ្លួនស្អីទៅធ្វើខុសតែរួចខ្លួនហ្នឹងមានន័យថាពេលយើងធ្វើខុសហើយយើងព្រមទទួលនៅកំហុសរបស់យើងហ្នឹងហើយរបស់យើងហើយកាលណាយើងទទួលកំហុសរបស់យើងហើយទោះខ្លះឧទាហរណ៍ថាគេផាកពិន័យត្រូវបង់លុយឲ្យគេទៅយើងរួចខ្លួនហើយហ្នឹងហើយឃើញទេប៉ុន្តែទោះខ្លះយើងពិតជាមានលុយក៏យើងមិនអាចធ្វើឲ្យយើងរួចខ្លួនដែរឧទាហរណ៍ដូចជាបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យគេរបួសធ្ងន់ធ្ងររហូតដល់ស្លាប់ឬអញ្ចឹងទៅមិនអាចទេអាហ្នឹងនៅក្នុងច្បាប់របស់ប្រទេសខ្មែរគឺមិនអាចខ្លួននេះត្រូវជាប់គុកជាប់អីចឹងទៅហ្នឹងហើយប៉ុន្តែឬខ្លះដូចជាការកេងប្រវ័ញ្ចគេអីអាចហើយនឹងការលួចឆក់ប្លន់អីក៏មិនអាចដែរទោះបីយើងបានឲ្យលុយគេអត់ទេលើកលែងថាយើងបានទៅយករបស់គេឬក៏ធ្វើឲ្យបែកបាក់របស់គេអីចឹងទៅយើងអាចសងគេបានយល់ទេហ្នឹងហើយអញ្ចឹងការរាប់ជាសុចរិតគឺប្រៀបបីដូចជាយើងទទួលបាននៅសម្លៀកបំពាក់ដូចក្នុងមេរៀនមុនសម្លៀកបំពាក់ថ្មីដែលព្រះអង្គចៃសុគ្រីស្ទហើយជួយយើងបានរួចពីច្រវាក់នៃអំពើបាបហ្នឹងហើយអញ្ចឹងនៅក្នុងបទចម្រៀងរបស់យើងថាអស់ហើយគឺមានន័យថាគ្រប់បន្ទុករបស់យើងត្រូវបានអស់ហើយនៅពេលដែលព្រះយេស៊ូវគ្រីស្ទបានជួយយើងឲ្យរួចពីអំពើបាបបន្ទុករបស់យើងប្រៀបបីដូចជាបរិសុទ្ធនេះដែលគាត់លីថ្មរធំជាងពេលដែលអស់ហើយគឺមានដូចជាទម្លាក់នៅថ្មរធំចេញពីខ្លួនកាយរបស់គាត់អញ្ចឹងហ្នឹងហើយអំពើបាបគឺជាការដែលយើងលន់តួបាបយ៉ាងពិតប្រាកដដែលបង្ហាញអំពីបរិសុទ្ធពីរនាក់ដែលគាត់កំពុងតែលន់តួបាបទៅកាន់ព្រះអង្គម្នាក់នោះគាត់លន់តួបាបមិនបានអស់ពីចិត្តទេប៉ុន្តែម្នាក់ទៀតនេះដែលពីមុនដែលគាត់ជាមនុស្សដែលអាក្រក់ប៉ុន្តែថ្ងៃមួយគាត់សម្រេចចិត្តលន់តួបាបទៅកាន់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្តផងដែរអញ្ចឹងនៅក្នុងមេរៀនរបស់យើងគាត់ពិសេសមែនណាអូខេឥឡូវនេះយើងមើលជាមួយនឹងគ្នាលោកគ្រូនឹងបង្ហាញអំពីរូបភាពផែនទី1គេនិយាយពីអីហ្នឹងប៉ុន្តែនៅក្នុងនោះពាក្យថាយ៉ាងម៉េចអូនអានជាមួយលោកគ្រូតោះ1 2 3 Martin Luther Martin Luther ហ្នឹងគឺជាណាទៅលោកគ្រូនឹងប្រាប់បងអូនគាត់មានឈ្មោះថា Martin Luther អូខេបាទគាត់ផុសប្លែកពីប្អូនហើយនឹងលោកគ្រូដែរហ្នឹងហើយពីព្រោះអីគាត់ជាជនជាតិផ្សេងជនជាតិដទៃហ្នឹងហើយដូចជាពេត្រុសសូសាខេនិងកូនពៅវែងដែរហ្នឹងហើយគាត់មានមិនមែនជាជនជាតិយើងទេ Martin Luther ហ្នឹងគាត់យើងមើលតែឈ្មោះហ្នឹងក៏ដឹងដែរឈ្មោះខ្មែរយើងមានគុន្ធាបុប្ផាតុលាវិជ្ជការឬក៏មិថុនាឬក៏ពិសិដ្ឋអីចឹងណាឧទាហរណ៍នៅខ្មែរយើងតើបញ្ចេញ Martin Luther Martin Michael Jackson នឹងគឺឈ្មោះរបស់ប្រទេសដទៃហើយនៅក្នុងចំណោមនៃតួអង្គដែលលោកគ្រូបានបង្រៀនបងប្អូនទាំងអស់គ្នាទាក់ទងដូចជាលោកពេត្រុសលោកសូសាខេនិងកូនពងវែងពួកគេទាំងអស់នោះគឺជាមនុស្សដែលប្អូនអាចអានអំពីពួកគេបាននៅក្នុងព្រះគម្ពីរមែនទេនឹងហើយយើងអាចរកឃើញគេនៅក្នុងគម្ពីរប៉ុន្តែចុះ Martin Luther យើងអាចរកឃើញទេអត់ឃើញទេអត់មាននៅក្នុងព្រះគម្ពីរទេប៉ុន្តែបងប្អូនអាចអានរឿងរ៉ាវអំពីបរិសុទ្ធម្នាក់នេះនៅក្នុងសៀវភៅប្រវត្តិសាស្ត្រដែលយើងធ្លាប់បានរៀនតែនៅក្នុងប្រទេសខ្មែរយើងនឹងមានអត់មិនដឹងថាមានឬអត់ទេដែលបង្ហាញពីលោក Martin Luther ហ្នឹងហើយពួកអីវាអត់មែននៅក្នុងព្រះគម្ពីរក៏មិនចេះតែមានសភៅទូទៅដែរតើយើងបានស្រាវជ្រាវគាត់ប៉ុន្តែសម័យនេះស្រួលណាស់ឧទាហរណ៍ដូចយើងចង់ស្គាល់អំពីលោក Martin Luther ប្រវត្តិអីចឹងយើងវាយ YouTube ឬក៏ Google អីចឹងបើសិនបងអូនចេះកុំព្យូទ័រឬក៏បងអូនមានទូរស័ព្ទដៃអីចឹងណាយើងអាចមើលអំពីប្រវត្តិគាត់បានអូខេឥឡូវនេះលោកគ្រូនឹងព្យាយាមប្រាប់បងអូនអំពីអ្វីដែលមាននៅក្នុងជីវិតរបស់លោក Martin Luther ហ្នឹងអូខេឈ្មោះរបស់គាត់មានភាពល្បីល្បាញទូទាំងពិភពលោករហូតមកដល់សព្វថ្ងៃនេះមិនមែនដោយព្រោះគាត់ជាមនុស្សពិសេសនោះទេតែដោយព្រោះគាត់មានព្រះដ៏ពិសេសមួយអង្គដែលទ្រង់បានធ្វើការយ៉ាងពិសេសមួយនៅក្នុងជីវិតរបស់គាត់
ចឹងមានន័យថា Martin Luther ហ្នឹងគឺជាអ្នកបម្រើព្រះដូចជាលោកគ្រូអញ្ចឹងហ្នឹងហើយប៉ុន្តែលោកគ្រូមិនល្បីដូចជាគាត់ទេបើថាល្បីនៅក្នុងប្រទេសខ្មែរនឹងឯងហើយក្នុងមកកវល់តូចជាពិសេសខាងគ្រូកុមារអីចឹងទៅហ្នឹងហើយព្រោះពេលខ្លះសម្រាប់កូនសិស្សហ្នឹងរៀនជាមួយលោកគ្រូណាលោកគ្រូអត់ទៅស្គាល់គេផងព្រោះវាច្រើនពេកនៅសប្តាហ៍មុនណាថ្ងៃសៅរ៍សប្តាហ៍មុនលោកគ្រូបរៀនកូនសិស្សហើយកូនសិស្សគាត់បានប្រាប់ថាគាត់ខ្លាចជាគ្រូកុមារសប្តាហ៍ថ្ងៃគាត់ខ្លាចទៅជាអ្នកបម្រើព្រះសប្តាហ៍ថ្ងៃហ្នឹងតាមរយៈកម្មវិធីរបស់ជំរំដែលលោកគ្រូធ្វើគឺគេហៅថា CDC ហ្នឹងហើយ CDC មានន័យថាការចុះបង្រៀនក្មេងក្លឹបហ្នឹងរយៈពេល3ថ្ងៃតែតាមពិតកម្មវិធីហ្នឹងគឺរយៈពេល5ថ្ងៃហ្នឹងហើយតែគាត់យើងចុះបង្រៀនក្មេងជាលក្ខណៈក្លឹបហ្នឹង3ថ្ងៃហើយមុនដំបូងហ្នឹងគាត់ថាគាត់មកធ្វើជាគ្រូកុមារហ្នឹងគាត់ថាតាមជាគ្រូដែលគាត់ឲ្យគាត់មកហើយគាត់មិនចង់មកផងតែតាមរយៈកម្មវិធីហ្នឹងលើកទឹកចិត្តគាត់សប្បាយចិត្តដោយគាត់សប្បាយចិត្តដែលបានចូលរួមកម្មវិធីហ្នឹងចឹងណាហ្នឹងហើយរហូតដល់ត្រឡប់ទៅវិញគាត់បរៀនក្មេងហើយក៏ចាប់អារម្មណ៍ហើយក៏សប្បាយនឹងមានអំណរតាមរយៈកម្មវិធីហ្នឹងរហូតហើយមានក្មេងៗរបស់គាត់ជាច្រើនបានទទួលជាព្រះអង្គតាមរយៈគាត់ឃើញទេល្អហ្នឹងហើយចឹងបងអូនចង់ខ្លាចជាអ្នកបម្រើព្រះដូចជាលោកគ្រូនិងកូនសិស្សលោកគ្រូអត់លោកគ្រូសង្ឃឹមថាបងប្អូននឹងអាចធ្វើបានលឺហ្នឹងហើយអូខេឥឡូវយើងមើលអំពីជីវប្រវត្តិរបស់លោក Martin Luther ហ្នឹងឲ្យកាន់តែច្បាស់ថែមទៀតតើគាត់បានធ្វើអីគេខ្លះណហ្នឹងហើយតោះអូខេនៅក្នុងរូបភាពរបស់យើងបានបង្ហាញអំពីក្មេងប្រុសម្នាក់ដែលកំពុងតែលេងដូចស្តៀងហ្គីតាដែរហ្នឹងប៉ុន្តែវាមានខ្សែរហូតដល់12ហ្នឹងលោកគ្រូអត់ចេះលេងទេលោកគ្រូចេះតែលេងខ្សែ6ទេលោក Martin Luther គាត់បាននិយាយថាខ្ញុំបានរស់នៅក្នុងទ្វីបអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំមានន័យថាគ្រួសាររបស់គាត់រស់នៅក្នុងទ្វីបអឺរ៉ុបអញ្ចឹងហើយបាទយើងដឹងថាគាត់មិនមែននៅក្នុងប្រទេសខ្មែរយើងទេហើយក៏មិនស្ថិតនៅក្នុងអាស៊ីអាគ្នេយ៍យើងដែរយើងអាស៊ីអាគ្នេយ៍មែនទេហ្នឹងហើយគាត់បានកើតនៅក្នុងឆ្នាំ1983 Martin Luther ណាក្នុងទឹកដីប្រទេសអាល្លឺម៉ង់អញ្ចឹងអាល្លឺម៉ង់ស្ថិតនៅក្នុងអឺរ៉ុបហ្នឹងហើយអូខេតែយើងមើលនៅក្នុងផែនទីរបស់យើងមិញណាហ្នឹងហើយគឺស្ថិតនៅក្នុងប្រទេសអឺរ៉ុបហ្នឹងគឺនៅក្នុងប្រទេសអាល្លឺម៉ង់នៅក្នុងនេះគេបញ្ជាក់មិនច្បាស់មែនតែយើងអាចដឹងថាគាត់ស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ឪពុករបស់គាត់ជាអ្នកកាប់ឈើហើយមានជីវភាពក្រតោកយ៉ានៅសម័យមានន័យថាក្នុងឆ្នាំ1900ជាងហ្នឹងគឺជីវភាពគឺមិនធម្មតាទេអញ្ចឹងជាអ្នកកាប់ឈើឲ្យគេលក់អញ្ចឹងណាឈ្មោះរបស់គាត់គឺ Luther ហើយគាត់បានដាក់ឈ្មោះឲ្យដែលតាមរយៈឪពុកម្ដាយរបស់គាត់នឹងដាក់ថា Martin ហ្នឹងហើយមានន័យថាឪពុកម្ដាយរបស់គាត់នឹងដាក់ឈ្មោះគាត់ Luther តទៅពេលគាត់ដាក់ថា Martin តែចឹងបូកចូលគ្នាទៅជា Martin Luther ដូច្នេះហើយឈ្មោះរបស់គាត់នឹងបានឈ្មោះថា Martin Luther អញ្ចឹងឈ្មោះឪពុករបស់គាត់គឺ Luther ហើយគាត់នឹងឈ្មោះ Martin អញ្ចឹងតកូលគេនៅក្រោយវិញហើយឈ្មោះនៅមុខអញ្ចឹងណាអញ្ចឹងខុសពីយើងតកូលនៅពីមុខឈ្មោះនៅពីក្រោយអាមេរិកតកូលនៅអូខេនៅពីក្រោយវិញប៉ុន្តែបើកូរ៉េចិនអីតកូលនៅពីមុខដូចខ្មែរយើងដែរអញ្ចឹងណាមុខក្រោយមិនជាបញ្ហាប៉ុន្តែអ្វីដែលសំខាន់តើប្អូនធ្លាប់អានឬក៏ធ្លាប់រៀនអំពីរឿងរបស់លោក Martin Luther លោកគ្រូប្រកាសជាប្អូនមិនធ្លាប់ទេពីព្រោះអីលោកគ្រូដូចគ្នាដែរហ្នឹងតើលោកគ្រូជឿព្រះអង្គតើបានស្គាល់លោក Martin Luther មិនស្គាល់អីធ្លាប់ឮអំពីគាត់ទីបន្ទាប់របស់គាត់ឥឡូវយើងចូលមកបន្តទៀតនៅក្នុងទ្វីបអឺរ៉ុបនិងទឹកដីប្រទេសអាល្លឺម៉ង់កាលពីមុនមិនដូចសពថ្ងៃនេះទេកាលពីមុនទ្វីបអឺរ៉ុបស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកក្រុមជំនុំដែលគ្មានការចែកចាយអំពីដំណឹងល្អទេហ្នឹងហើយមនុស្សទាំងអស់ធំធាត់ឡើងដោយគ្មានដឹងអំពីរបៀបធ្វើឲ្យអំពើបាបរបស់ពួកគេហ្នឹងត្រូវបានអត់ទោសឲ្យដល់របៀបណាអត់យល់ដឹងគេរស់នៅអត់ស្គាល់ព្រះជាម្ចាស់
តែចឹងជីវិតរបស់គេពេញដោយអំពើបាបពួកគេគិតថាប្រសិនបើពួកគេចំណាយលុយទៅឲ្យព្រះវិហារហើយព្យាយាមធ្វើការល្អនោះថ្ងៃណាមួយគេនឹងបានទៅនគរឋានសួគ៌អញ្ចឹងគេដូចខ្មែរយើងដែរហ្នឹងមានន័យថាធ្វើបុណ្យច្រើនធ្វើល្អច្រើនទៅបានទៅនគរឋានសួគ៌អញ្ចឹងគេអត់ខ្វល់ក្នុងជីវិតរបស់គេនឹងពេញអំពើបាបអីមិនម៉ែហ្នឹងហើយចាយលុយច្រើនជួយសាងសង់ពហិយជួយសង់សាលារៀនឬក៏ធ្វើអីឬក៏ចាយលុយដើម្បីធ្វើការល្អទៅបានហើយប៉ុន្តែជីវិតរបស់គេនៅពេញដោយអំពើបាបឡើយព្រោះអត់បានទទួលជាព្រះហ្នឹងហើយគាត់បានកើតនឹងធំធាត់នៅក្នុងសង្គមដ៏ងងឹតនោះក្នុងកន្លែងដែលគ្មាននរណាដឹងថាព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទបានយាងមកដើម្បីអត់ទោសបាបរបស់ពួកគេហើយដកយកភាពខ្មៅងងឹតចេញពីពួកគេហើយពួកគេចាំបាច់ត្រូវទទួលជឿទ្រង់ធ្វើជាព្រះអង្គម្ចាស់និងជាព្រះសង្គ្រោះរបស់ពួកគេដូច្នេះ Martin Luther គាត់រួចគ្នាដែរគាត់ក៏ដឹងថាតើធ្វើម៉េចដើម្បីឲ្យគាត់រួចពីអំពើបាបពីព្រោះអត់ដឹងអំពីព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានយាងមកអូខេឥឡូវយើងមើលអំពីជីវិតរបស់គាត់ជាបន្តទៀតលោក Martin Luther នឹងហើយគាត់ចាប់ផ្ដើមចូលរៀនយ៉ាងខ្លាំងតើមានន័យយ៉ាងម៉េចតើគាត់ចូលរៀនយ៉ាងខ្លាំងហ្នឹងមើលរូបភាពរបស់គាត់នេះគាត់ឥឡូវធំហើយអង្គុយយំទៀតហើយសម្លៀកបំពាក់ប្លែកមែនទេអូនហ្នឹងហើយលោកគ្រូនឹងប្រាប់ប្អូនឪពុករបស់គាត់ចង់ឲ្យគាត់មានការសិក្សាជ្រៅជ្រះហើយគាត់បានខិតខំរៀនសូត្រតាំងពីថ្នាក់ទី1រហូតដល់វិទ្យាល័យតែពេលនោះគាត់មានអាយុ14ឆ្នាំអញ្ចឹងមានន័យថារៀនតាំងពីថ្នាក់ទី1រហូតដល់វិទ្យាល័យហ្នឹងគាត់ចូលវិទ្យាល័យហ្នឹងអាយុ14ឆ្នាំហ្នឹងហើយអូប្រកែកតារៀនគាត់បានរៀនតន្ត្រីហើយចូលចិត្តតន្ត្រីខ្លាំងណាស់អញ្ចឹងបាទយើងមើលនៅរូបភាពគាត់ឃើញគាត់លេងហ្គីតាណាហ្គីតាខ្សែ12ហើយលោកគ្រូអត់ចេះមិនដឹងថាគេចាប់មិនចាប់អាគ័រហ្នឹងដូចជាអាគ័រហ្គីតាយើងធម្មតាឬយ៉ាងណាហ្នឹងហើយបងអូនណាធ្លាប់តែធ្លាប់ឃើញគេធ្វើលេងតែមិនដឹងថាលេងហ្នឹងវាយ៉ាងម៉េចអីយ៉ាងម៉ាអញ្ចឹងណាក្រោយមកគាត់បានចូលរៀននៅក្នុងមហាវិទ្យាល័យ3ឈ្មោះមួយនៅក្នុងប្រទេសអាល្លឺម៉ង់នៅពេលដែលគាត់មានអាយុ22ឆ្នាំគាត់បានបញ្ចប់ការសិក្សារបស់គាត់ដោយជោគជ័យអស្ចារ្យមែនទែនហើយគាត់បានក្លាយជាបណ្ឌិតគេហៅថាបណ្ឌិត Luther មនុស្សគ្រប់គ្នាគេបាននិយាយថាគាត់ជាមនុស្សឆ្លាតគាត់នឹងមានអនាគតល្អទៅថ្ងៃខាងមុខអញ្ចឹងមានន័យថាអាយុ22ឆ្នាំគាត់ចប់មហាវិទ្យាល័យហើយសម័យនោះអ្នកដែលរៀនចប់រៀនអីមិនងាយទេណានៅប្រទេសខ្មែរយើងអញ្ចឹងដែរឧទាហរណ៍ដូចគេហៅថាជំនាន់អាចនិយាយថាមុនជំនាន់បារាំងទៀតជំនាន់នេះអញ្ចឹងគឺជាពិសេសក្មេងក្រីក្រទៀតមិនងាយនឹងបានរៀនចប់ទេជាធម្មតាបច្ចុប្បន្ននឹងដូចគ្នាដែរអ្នកដែលមានជីវភាពសាមញ្ញឬក៏មិនសូវធនធានល្អហ្នឹងយ៉ាងច្រើនណាចប់ត្រឹមថ្នាក់12ហ្នឹងខ្លាំងបំផុតហើយអ្នកខ្លះហ្នឹងរៀនត្រឹមថ្នាក់អនុវិទ្យាល័យកូនសិស្សរបស់លោកគ្រូជាច្រើនអ្នកដែរហ្នឹងខ្លះខ្លាំងគាត់រៀនត្រឹមថ្នាក់ទី9អីហ្នឹងគាត់ឈប់ហើយដោយសារតែជីវភាពរបស់គាត់ហើយនឹងមួយទៀតគាត់ថាគាត់ខ្ជិលរៀនតែម្ដងរៀនអត់ចេះទោះបីជាលោកគ្រូព្យាយាមនិយាយយ៉ាងនោះម្ដេចក៏គាត់នៅតែមិនព្រមស្ដាប់ដែរហ្នឹងហើយប៉ុន្តែអានឹងយើងមិនហ៊ានថាទេដោយសារលោកគ្រូគិតថាមានហេតុផលរបស់គេផ្សេងពីគ្នាអញ្ចឹងបងអូនក៏មានហេតុផលគេក៏មានហេតុផលអញ្ចឹងយើងមិនអាចបន្ទោសគេបាន 100% ទេហ្នឹងហើយតែគាត់ថាតាមចិត្តរបស់លោកគ្រូពិតជាចង់ឲ្យកូនសិស្សនឹងព្យាយាមបញ្ចប់ការសិក្សាឲ្យបានចប់ចុងចប់ដើមហ្នឹងហើយដើម្បីអនាគតល្អដូចជា Luther អញ្ចឹងណា Martin Luther អញ្ចឹងណាគេគិតថាគាត់នឹងខ្លាយទៅជាអ្នកដែលមានអនាគតល្អប៉ុន្តែគាត់មានបញ្ហាមួយស្អីទៅការដែលគាត់នៅវ័យជំទង់គាត់មានការភ័យខ្លាចនិងព្រួយបារម្ភអំពីព្រះជាម្ចាស់ស្អីទៅអូនពីព្រោះអីអំពីព្រលឹងរបស់គាត់និងអំពីភាពអស់កលហើយគាត់តែងតែឆ្ងល់និងខ្វល់ខ្វាយអំពីអ្វីដែលកើតឡើងចំពោះរូបគាត់នៅពេលដែលគាត់ស្លាប់ទៅតើបងអូនធ្លាប់ខ្វល់ខ្វាយអញ្ចឹងអត់នោះតែពេលយើងស្លាប់ទៅណាយើងដឹងហើយមានកន្លែងពីរទេយើងត្រូវទៅ
គឺនគរឋានសួគ៌នឹងឋាននរកតែចង់ទៅមួយណាអូពិតជាចង់ទៅនគរឋានសួគ៌តែធ្វើម៉េចដើម្បីយើងអាចទៅនគរឋានសួគ៌បានឥឡូវយើងមើលពីជីវិតរបស់គាត់បន្តទៀតគាត់បាននិយាយថាគាត់មិនបានដឹងអំពីចម្លើយយ៉ាងដូចម្ដេចទេនៅពេលដែលគាត់ស្លាប់ទៅតើគាត់ត្រូវទៅណាហើយពេលខ្លះមុនពេលដែលយើងអត់ទាន់បានទទួលជឿព្រះអង្គយ៉ាងពិតប្រាកដយើងដូចគ្នាដែរតើយើងទៅណាតើបងអូនធ្លាប់មានអារម្មណ៍ដូចគាត់ដែរអត់តើបងអូនអាចដឹងអំពីចម្លើយអត់ដែលប្រហែលឆ្នាំក្រោយតើយើងនឹងទៅជាយ៉ាងណាគាត់ដូចគ្នាដែរប្រហែលឆ្នាំក្រោយតើគាត់នឹងដឹងចម្លើយអត់បញ្ហានោះគឺថាក្រុមជំនុំមិនអាចជួយដល់គាត់ទេគាត់បានទៅព្រះវិហារដោយអស់ពីចិត្តតែគាត់មិនដែលដឹងអំពីដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទឡើយពីព្រោះអត់មានណាផ្សាយល្អគាត់ណាអង្គុយទៅធ្វើថ្វាយបង្គំធម្មតាបងប្អូនដូចគ្នាដែរមករៀនស្ដាប់លោកគ្រូជារៀងរាល់អាទិត្យឬក៏ទៅព្រះវិហារហ្នឹងទៅគាត់ទៅនឹងឯងអ្នកខ្លះទៅដើម្បីលេងអ្នកទៅអបសរអ្នកទៅចេះទៅដោយសារម៉ែឪនឹងជឿព្រះយេស៊ូវអញ្ចឹងគាត់ថាចេះទៅបងប្អូនណាជាភាសាចុងក្រោយណាមិនមែនដោយសារឪពុកម្ដាយជាអ្នកជឿព្រះយេស៊ូវយើងជាវណ្ណាចេះទៅតាមគាត់អីយើងទៅដើម្បីស្វែងរកដំណឹងល្អស្វែងរកផ្លូវដើម្បីជួយយើងឲ្យរួចពីអំពើបាបដូច្នេះយើងត្រូវជឿព្រះអង្គយ៉ាងពិតប្រាកដមិនមែនថាឪពុកម្ដាយយើងជឿព្រះអង្គហើយយើងនឹងបានសង្គ្រោះដោយសារឪពុកម្ដាយយើងទេយើងបានសង្គ្រោះដោយសារតែយើងពិតជាជឿព្រះយេស៊ូវគ្រីស្ទដូចជាឪពុកម្ដាយយើងអានោះទើបត្រឹមត្រូវយល់ទេហ្នឹងហើយឥឡូវយើងមើលជាបន្តទៀតអំពីប្រវត្តិរបស់គាត់អូកាន់តែយើងអានអំពីគាត់ហើយកាន់តែចាប់អារម្មណ៍មែនទេហ្នឹងហើយអូខេឥឡូវនេះដើម្បីឲ្យគាត់មានទំនាក់ទំនងយ៉ាងត្រឹមត្រូវជាមួយនឹងព្រះជាម្ចាស់និងរបៀបដែលអំពើបាបរបស់គាត់ត្រូវអត់ទោសឲ្យឬធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យគាត់អាចទៅនគរឋានសួគ៌បាននៅពេលដែលគាត់ស្លាប់ទៅអញ្ចឹងគាត់ត្រូវធ្វើម៉េចទៅតើបងអូនត្រូវធ្វើម៉េចចឹងមេរៀនរបស់លោកគ្រូតែងតែបង្រៀនថាត្រូវតែទទួលជឿព្រះយេស៊ូវគ្រីស្ទឲ្យអស់ពីចិត្តនោះយើងនឹងបានរួចពីអំពើបាបហើយទៅនគរឋានសួគ៌ជាមួយនឹងព្រះអង្គនៅថ្ងៃណាមួយអញ្ចឹងតើបងអូនធ្លាប់គិតដូចជាគាត់អត់ហ្នឹងហើយតើបងអូនមានដែរខ្វល់ខ្វាយអំពីអំពើបាបរបស់បងអូននិងអំពីសេចក្តីស្លាប់ដែរទេប្រសិនបើបងអូនធ្លាប់គិតអំពីបញ្ហានោះគាត់ត្រេកអរណាស់ហើយលោកគ្រូក៏ត្រេកអរដែរដែលបងអូនមានការខ្វល់ខ្វាយអញ្ចឹងគាត់បាននិយាយថាគាត់នឹងផ្ដល់ចម្លើយដល់បងអូននៅថ្ងៃនេះសម្រាប់បញ្ហារបស់បងអូនដែរពីព្រោះអីគាត់ធ្លាប់ជួបបញ្ហាហ្នឹងហ្នឹងហើយអូខេឥឡូវយើងមើលជាមួយគ្នាជាបន្តទៀតអូខេនៅទីនេះឥឡូវនេះគាត់រូបភាពដូចជាបណ្ឌិតហើយបណ្ឌិតសម័យនោះមើលកៅអៅគេប្លែកមែនទេណាហ្នឹងហើយប្លែកពីកៅអៅបច្ចុប្បន្នហ្នឹងហើយសម្រាប់កៅអៅធំក៏គេហ្នឹងក៏មើលទៅផ្សេងហើយនឹងរូបរាងគេផ្សេងដែរល្ងាចមួយនៅពេលដែលគាត់កំពុងដើរនៅខាងក្រៅស្រាប់តែមានខ្យល់ព្យុះមួយយ៉ាងខ្លាំងបក់បោកមកយ៉ាងខ្លាំងភ្លេចបន្ទោខ្វាត់ខ្វែងភ្លៀងបានធ្លាក់មកយ៉ាងជោគជាំរន្ទះបាញ់នោះនៅចំពោះមុខគាត់បានដួលចុះដល់ដីគាត់គិតនៅក្នុងចិត្តថាអូខ្ញុំពិតជាស្លាប់ហើយប៉ុណ្ណេះគាត់មានការភ័យខ្លាចជាខ្លាំងហើយគាត់បានស្រែកហៅព្រះជាម្ចាស់ថាជួយខ្ញុំផងខ្ញុំនឹងធ្វើជាសង្ឃបងអូនមិនមែនដូចជាគាត់ទេបើសិនតែជួបបញ្ហាអីជួយផងខ្ញុំសម្រេចចិត្តដើរតាមព្រះអង្គហ្នឹងហើយប៉ុន្តែគាត់ធ្វើជាសង្ឃព្រោះនៅពេលនោះគេថាអ្នកបម្រើព្រះគឺជាសង្ឃហ្នឹងហើយជាសង្ឃគាត់ធ្វើជាសង្ឃតែសង្ឃហ្នឹងមិនមែនសង្ឃដូចជាខ្មែរយើងទេណាសង្ឃបែបរបស់គេផ្សេងហ្នឹងហើយខ្យល់ព្យុះក៏បានផុតទៅតែគាត់មានអារម្មណ៍ថាគាត់ត្រូវគោរពពាក្យសន្យារបស់គាត់ទោះបីជាមនុស្សគ្រប់គ្នាព្យាយាមឲ្យគាត់ផ្លាស់ប្ដូរគំនិតរបស់គាត់ក៏ដោយចឹងកាលណាធ្វើសង្ឃមានន័យថាលះបង់អនាគតរបស់ខ្លួនឯងមិនអាចទៅធ្វើការងារផ្សេងទេហ្នឹងហើយដូចលោកគ្រូអញ្ចឹងកាលណាលោកគ្រូសម្រេចចិត្តបម្រើព្រះគឺលោកគ្រូធ្វើការងារតែបម្រើព្រះនឹងឯងដោយគ្រូកងវិលដែលគាត់សម្រេចចិត្តជាគ្រូកងវិលហើយគាត់មិនអាចទៅធ្វើការផ្សេងបានទេគាត់ត្រូវតែធ្វើការងារតែមួយគត់គឺបម្រើព្រះហ្នឹងហើយមិនមែនមានន័យថាទៅធ្វើការងារផ្សេងនៅក្រសួងឬក៏ធ្វើការងារនៅក្រុមហ៊ុនអីទេអត់បានទេអត់ត្រឹមត្រូវហ្នឹងហើយប៉ុន្តែអ្នកផ្សេងគេគិតថា
គាត់លះបង់អនាគតដ៏ល្អពោះបណ្ឌិតហើយធ្វើការងារអីក៏បានដែរអញ្ចឹងតើប្អូនដឹងទេថាសង្ឃជានរណាសង្ឃគឺជាជនដែលរស់នៅក្នុងជីវិតមួយមិនមែនដូចជាមនុស្សធម្មតាគឺត្រូវកាត់សក់ខ្លីហ្នឹងហើយនៅសម័យនោះគឺមានន័យថាគេកាត់សក់វាខ្លីទៅហើយអាខាងលើហ្នឹងវាទៅងៅអញ្ចឹងទៅហ្នឹងហើយសម្លៀកបំពាក់ជាសង្ឃទៀតរស់នៅក្នុងវិហារជាមួយសង្ឃដទៃទៀតទាំងអស់នោះហើយគឺអ្វីដែលគាត់បានធ្វើគាត់បានគិតថាធ្វើជាសង្ឃនឹងធ្វើឲ្យព្រះជាម្ចាស់សពហត្ថីហើយការធ្វើដូច្នេះនោះព្រះជាម្ចាស់ពិតជាទទួលខ្ញុំជាមិនខានគាត់និយាយចឹងណាប៉ុន្តែគាត់នៅតែមិនអាចស្វែងរកទីសម្រាកនិងសេចក្តីសុខសាន្តសេរីភាពបានទាល់តែសោះគាត់បានបែរជាមានអារម្មណ៍ធុញទ្រាន់និងពិបាកចិត្តទៅវិញពួកអីនឹងគ្រាន់តែធ្វើជាសងនឹងតែគាត់បានជឿព្រះយេស៊ូវហើយនៅអត់គាត់ជាធ្វើតាមគេតាមឯងហើយនឹងសម្រេចទៅតាមអ្វីដែលគាត់បានសន្យានឹងប៉ុន្តែគាត់ជឿព្រះអង្គផងគាត់បានធ្វើការនៅក្នុងព្រះវិហារហើយគាត់បានបង្កើតគំនិតថាខ្ញុំនឹងរស់នៅក្នុងជីវិតមួយដែលបរិសុទ្ធគាត់និយាយចឹងណាគាត់មានអារម្មណ៍ថានេះគឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ខ្ញុំហើយខ្ញុំក៏បានដាច់មានន័យថាផ្ដាច់ជីវិតខ្ញុំចេញពីលោកីមករស់នៅជាមួយនឹងលោកមានន័យថាជាសង្ឃវិញប៉ុន្តែការនេះកាន់តែមិនល្អជាងមុនទៅទៀតគាត់កាន់តែបាក់ទឹកចិត្តតើឲ្យព្រះជាម្ចាស់ទទួលមនុស្សដែលមានបាបដូចជាគាត់ដោយរបៀបណាពួកគាត់គ្រាន់តែធ្វើជាសង្ឃប៉ុន្តែចិត្តរបស់គាត់ពេញអំពើបាបហើយនិស្ស័យនៃបាបនឹងមិនត្រូវបានទាន់សម្អាតទេពីព្រោះគាត់អត់ទាន់បានថ្វាយខ្លួនគាត់អត់ទាន់បានសម្រេចចិត្តយាងព្រះយេស៊ូវគ្រីស្ទមកគង់នៅក្នុងជីវិតរបស់គាត់នៅឡើយទេទោះបីជាប្អូនជឿឬមិនជឿក៏ដោយលោកគ្រូចង់ព្យាយាមប្រាប់ប្អូនថាគាត់បានព្យាយាមដាក់ទណ្ឌកម្មធ្វើបាបខ្លួនឯងជួនកាលរហូតដល់សម្លាប់មានន័យថាតមហាឬក៏ព្យាយាមធ្វើអស់ពីចិត្តប៉ុន្តែរឿងតមហាឬក៏ធ្វើការងារច្រើនក្នុងព្រះវិហារមិនមែនជាការងារដែលធ្វើឲ្យគាត់បានរួចពីទណ្ឌកម្មនៃអំពើបាបទេអ្វីដែលសំខាន់ត្រូវហើយយើងត្រូវតមក្នុងគ្រីស្ទបរិស័ទតមពេលយើងអាចថាតមសម្រាប់អ្នកតីឬក៏តមសម្រាប់បម្រើព្រះអីចឹងណាប៉ុន្តែដូចគ្នាដែរមុននឹងយើងអធិដ្ឋានតើយើងជឿព្រះអង្គសិនបើយើងអត់ជឿព្រះអង្គទេយើងមិនអាចនេះបានយើងអត់ដែលថ្វាយជីវិតរបស់យើងអត់បានយាងព្រះយេស៊ូវគ្រីស្ទមកគង់នៅក្នុងជីវិតផងហ្នឹងมันអាចទេអូខេឥឡូវយើងមើលរូបភាពរបស់យើងចុងក្រោយនេះគឺជារូបភាពព្រះវិហារពីមុនហ្នឹងណាដែលគេធ្វើឲ្យព្រះវិហារនៅប្រទេសអឺរ៉ុបហ្នឹងគឺធំហ្នឹងហើយធំមែនទែនហើយមានសារថ្វាយបង្គំគេធំតែជាប្អូនខ្លះធ្លាប់ឃើញហើយប៉ុន្តែអ្វីដែលសំខាន់ឥឡូវនេះយើងនឹងឃើញលោក Martin Luther ហ្នឹងគាត់បានស្វែងរកចម្លើយនេះគឺតាមរយៈព្រះគម្ពីរហ្នឹងហើយអូខេយើងបានឃើញមែនទេណាគាត់បានឃើញចម្លើយហ្នឹងតាមរយៈព្រះគម្ពីរអូខេបន្ទាប់មកគាត់បានចំណាយពេលយ៉ាងច្រើននៅក្នុងការសិក្សានៅព្រះគម្ពីរតើព្រះគម្ពីរហ្នឹងជួយគាត់យ៉ាងដូចម្ដេចក្រោមពន្លឺភ្លើងទៀនគាត់បានសិក្សាព្រះគម្ពីរសញ្ញាចាស់ជាភាសាហេប្រឺអូគាត់ចេះអានភាសាហេប្រឺទៀតអូលោកគ្រូរៀនភាសាហេប្រឺហ្នឹងពិបាកចាំតែពេលរៀនទេតែផុតតែពីរៀនហើយអត់ចេះភ្លេចអស់ភាសាអីចេះវាខុសពីភាសាអង់គ្លេសភាសាអីដែលយើងរៀនហើយយើងបានតំណាក់តំណងបាននិយាយបានអីចឹងសន្ទនាជាមួយគេទៅពេលភាសាហេប្រឺរៀនបានតែពេលរៀននោះឯងផុតតែពេលរៀននឹងហើយភ្លេចហើយអក្សរវាពិបាកធៀបផងទៅអញ្ចឹងទៅណាមួយយើងអាយុច្រើនហើយអាយុ40ជាងហើយមករៀនអក្សរដតីប្រទេសដតីចឹងមិនងាយចាំទេដូចគ្នាដែរទោះយើងមិនមែនថាភាសាហេប្រឺភាសាអង់គ្លេសចិនកូរ៉េក៏ដោយអាយុ40ជាងហើយទៅមករៀនវាចេះដែរចេះតែពេលរៀននោះឯងហើយបើអត់យកទៅអនុវត្តទេគឺភ្លេចអស់ហើយតែគាត់ថាភាសាចិនកូរ៉េអង់គ្លេសប្រាំងអីគាត់ថាអាចមានសង្ឃឹមថាអាចចេះបានច្រើនខ្លះដោយសារអីយើងយកមកប្រើការតើហេប្រឺអត់មានបានសន្ទនាជាមួយគេណាតើអញ្ចឹងយើងអត់ដឹងថាយើងបញ្ចេញសម្លេងទៅវាត្រូវឬក៏ខុសអីចឹងណាហ្នឹងហើយ
ប៉ុន្តែសម័យនោះប្រហែលជាលោកម៉ាទីននឹងគាត់សាបាននិយាយសាបានអានហ្នឹងហើយបើយើងនេះវាមានណាអញ្ចឹងអត់ចេះអាននេះគឺអត់ចេះមែនទេគេក្រោយពលឺភ្លើងទៀនហ្នឹងគាត់បានសិក្សាអំពីព្រះគម្ពីរប្រើជាភាសាហេប្រឺអញ្ចឹងគឺមានន័យថាសំដៅដើមហ្នឹងហើយនឹងភាសាក្រិចទៀតដែរប៉ុន្តែគាត់រកឃើញគាត់រកមិនឃើញនៅចម្លើយទៀតអានកាពីរកឃើញមិនរកឃើញចម្លើយទៀតគាត់មានអារម្មណ៍ថាមានចម្លើយនៅក្នុងព្រះគម្ពីរតែគាត់រកមិនឃើញសោះគាត់នៅតែមានអារម្មណ៍ថាខ្ញុំត្រូវតែខិតខំព្យាយាមធ្វើការសម្រាប់ការសង្គ្រោះរបស់ខ្ញុំហើយបើសិនមកខ្ញុំធ្វើល្អនោះព្រះជាម្ចាស់ទទួលខ្ញុំជាមិនខានដើម្បីគាត់បានរួចពីអំពើបាបហ្នឹងមែនទេមិនបានទេគាត់ដឹងថាខ្ញុំមិនទាន់ដល់ចំណុចល្អនៅឡើយទេតើក្មេងប្រុសក្មេងស្រីណាគិតដូចខ្ញុំអត់តើប្អូនកំពុងព្យាយាមធ្វើការល្អដើម្បីបានសង្គ្រោះអត់ប្អូនចាំបាច់ត្រូវដឹងថាជំហានដំបូងគឺប្អូនត្រូវទទួលជឿព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទជាព្រះសង្គ្រោះរបស់ប្អូនជាមុនសិននោះប្អូននឹងឲ្យទ្រង់ជួយប្អូនដើម្បីប្អូនក្លាយទៅជាមនុស្សដែលល្អបានជាមិនខាននេះហើយជាការដែលត្រឹមត្រូវតាមលំដាប់ដោយទទួលជឿទ្រង់សិននោះប្អូននឹងក្លាយជាមនុស្សល្អប៉ុន្តែនៅពេលដែលប្អូនមិនបានដឹងអំពីការនោះទេគ្មាននរណាម្នាក់នៅក្នុងក្រុមជំនុំនឹងអាចជួយប្អូននោះទេដូចជាគាត់ដែរបើគាត់អត់បានដឹងអំពីការទទួលជឿព្រះអង្គយ៉ាងដូចម្ដេចទេគាត់ក៏មិនបានខ្លាចទៅជាមនុស្សល្អដែរពីព្រោះនៅក្នុងក្រុមជំនុំហ្នឹងមានប្រាប់ឧទាហរណ៍យើងមកពហិហ្នឹងគាត់មកអង្គុយថ្វាយបង្គំស្ដាប់គ្រូអធិប្បាយហើយគាត់ត្រឡប់ទៅផ្ទះវិញហើយគ្រូអធិប្បាយឬក៏គ្រូជំនួយនៅក្នុងចាស់ទុំហ្នឹងក៏មិនដែរមកនិយាយជាមួយយើងមកប្រាប់យើងថាសួរយើងថាតើបងបានទទួលជឿព្រះអង្គនៅតើបងចង់សម្រេចចិត្តទទួលជឿព្រះអង្គទេនោះគឺជាអ្វីដែលយើងត្រូវឃើញអំពីការហ្នឹងដើម្បីយើងបានទទួលជឿព្រះអង្គបងប្អូនអរគ្នាបងបានទទួលជឿព្រះអង្គហើយឬនៅបងបានរៀនជាមួយលោកគ្រូជាច្រើនមេរៀនមកហើយតាំងពីរឿងនៅក្នុងព្រះគម្ពីររហូតដល់រឿងអំពីបេសកជនដូចជាលោកម៉ាទីនលូធើនឹងដែរតើបងបានទទួលជឿព្រះអង្គនៅតើបងមានអារម្មណ៍ដូចជាម៉ាទីនលូធើអត់តែគាត់មកពហិគាត់បម្រើព្រះរហូតដល់គាត់ខ្លាចជាអ្នកបម្រើព្រះទៀតណាព្រោះជាសង្ឃតើបានទទួលជឿព្រះអង្គពិតនៅហ្នឹងហើយនេះគឺជាអ្វីដែលយើងត្រូវគិតត្រូវពិចារណាទាំងអស់គ្នាហ្នឹងហើយនៅក្នុងមេរៀនរបស់យើងប្រសិនបើបងប្អូនអត់ទាន់បានទទួលជឿព្រះអង្គទេនោះយើងនឹងមានអារម្មណ៍ដូចជាម៉ាទីនលូធើដែរពីព្រោះយើងនៅមានបាបនៅឡើយនៅក្នុងព្រះគម្ពីរបានបង្ហាញអំពីការច្រើនដែលយើងជួយយើងឲ្យរួចពីអំពើបាបដើម្បីឲ្យយើងមានជីវិតអស់កលនៅឯនគរឋានសួគ៌នៅក្នុងបទគម្ពីរយូហានចំពុក3ខ16បានប្រាប់ថាត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះជាបុត្រានោះមិនត្រូវវិនិច្ឆ័យឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញអញ្ចឹងគឺមានន័យថាកាលណាយើងជឿព្រះអង្គទើបយើងមានជីវិតអស់កលយើងអាចទៅនគរឋានសួគ៌ជាមួយនឹងព្រះជាម្ចាស់បងប្អូនអរគ្នាតើបងប្អូនបានជឿព្រះអង្គហើយនៅថ្ងៃនេះដើម្បីបងប្អូនបានបែកចេញពីអំពើបាបកុំឲ្យដូចជាលោកម៉ាទីនដែលគាត់រស់នៅក្នុងជីវិតមួយដែលអត់ស្គាល់អំពើបាបអត់ស្គាល់ព្រះយេស៊ូវគ្រីស្ទបងប្អូនអាចសម្រេចចិត្តយាងព្រះយេស៊ូវគ្រីស្ទមកគង់នៅក្នុងជីវិតរបស់បងប្អូនផងដែរថ្ងៃនេះដូចសពមួយដងលោកគ្រូនឹងបង្រៀនបងប្អូនអំពីរបៀបនៃការទទួលជឿព្រះអង្គដើម្បីបងប្អូនបានរៀនអំពីការទទួលជឿព្រះអង្គនេះហើយដើម្បីបងប្អូនសម្រេចចិត្តយាងព្រះយេស៊ូវគ្រីស្ទមកគង់នៅក្នុងជីវិតរបស់បងប្អូនដោយខ្លួនឯងឥឡូវនេះលោកគ្រូនឹងបង្រៀនបងប្អូនសូមចាប់ផ្ដើមជាមួយលោកគ្រូអោព្រះបិតាអើយកូនជាមនុស្សមានបាបកូនជឿថាព្រះយេស៊ូវគ្រីស្ទបានសុគតនឹងរស់ឡើងវិញដើម្បីបាបរបស់កូនសូមព្រះអង្គយាងគង់ក្នុងចិត្តកូនអត់ទោសបាបកូនក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនឥឡូវនេះតើបងប្អូនទាំងអស់គ្នាបានចាំអំពីពាក្យអធិដ្ឋាននេះហើយឬនៅប្រសិនបើបងប្អូនបានចាំអំពីពាក្យអធិដ្ឋាននេះហើយឥឡូវនេះលោកគ្រូទុកពេលបងប្អូនប្រហែលជាកន្លះនាទីឥឡូវនេះសូមបងប្អូនបិទភ្នែកហើយនិយាយពីពាក្យអធិដ្ឋាននេះដោយខ្លួនឯងសឹបបងប្អូនអាចចាំបានប៉ុណ្ណាបងប្អូនអាចនិយាយទៅកាន់ព្រះអង្គប៉ុន្តែចុងក្រោយកុំភ្លេចពាក្យថាកូនអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទហើយនិយាយថាអាមែនឥឡូវនេះបងប្អូនចាំនៅសូមបិទភ្នែក
ហើយសូមចាប់ផ្ដើមបាទអរគុណច្រើនសម្រាប់បងប្អូនដែលបានរៀនជាមួយលោកគ្រូនៅថ្ងៃនេះហើយបានសម្រេចចិត្តយាងព្រះយេស៊ូវគ្រីស្ទមកគង់នៅក្នុងជីវិតលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានសម្រេចចិត្តទទួលជាព្រះអង្គយ៉ាងពិតប្រាកដនៅថ្ងៃនេះផងដែរបាទឥឡូវនេះមុននឹងបញ្ចប់លោកគ្រូនឹងអធិដ្ឋានសម្រាប់បងប្អូនទាំងអស់គ្នាបិតាអើយអរគុណព្រះអង្គសម្រាប់ក្មេងៗដែលបានរៀនជាមួយនឹងកូននៅថ្ងៃនេះរៀនអំពីជីវិតរបស់លោក Martin Luther បងអើយប្រហែលជាក្មេងខ្លះដូចជា Martin ដែរមិនមែនទទួលជឿព្រះអង្គទេមិនមែនជឿព្រះអង្គទេគ្រាន់តែមកព្រះវិហារឬក៏រៀនអំពីព្រះយេស៊ូវគ្រីស្ទតាមគេតាមឯងហើយអត់បានសម្រេចចិត្តទទួលជឿព្រះអង្គយ៉ាងពិតប្រាកដបងហើយសូមឲ្យក្មេងៗដែលបានអធិដ្ឋានថ្វាយខ្លួនសូមឲ្យគេបានសម្រេចចិត្តទទួលជឿព្រះអង្គយ៉ាងពិតប្រាកដដែរហើយក្មេងៗដែលមកព្រះវិហារសូមឲ្យគេបានរៀនបានស្ដាប់ហើយសូមឲ្យគេបានសម្រេចចិត្តទទួលជឿព្រះអង្គយ៉ាងពិតប្រាកដដែរគេអាចនិយាយទៅកាន់ព្រះអង្គដោយខ្លួនឯងតាមរយៈអ្វីដែលគាត់បានបង្រៀនបងហើយសូមលើកទឹកចិត្តគេហើយជឿព្រះអង្គយ៉ាងពិតប្រាកដដែលនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទលោកគ្រូអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាហើយយើងសង្ឃឹមថាយើងនឹងមើលអំពីជីវិតរបស់លោក Martin Luther នៅសប្តាហ៍ក្រោយជាបន្តទៀតតើគាត់បានសម្រេចចិត្តទទួលជឿព្រះអង្គយ៉ាងពិតប្រាកដដែរឬទេឬក៏គ្រាន់តែគាត់ស្វែងរករហូតដល់ថ្ងៃដែលគាត់ស្លាប់ទៅបងចង់ដឹងអំពីជីវិតរបស់គាត់ជាបន្តទៀតឬអត់បើសិនជាចង់ដឹងយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយជាបន្តទៀតឥឡូវនេះលោកគ្រូសូមជម្រាបលា